អ្នកខ្លះក៏ថាដោយសារតែ thumbnail របស់យើងមានការតាក់ទាញអញ្ចឹងហើយគេចង់ click នៅលើវីដេអូរបស់យើងហើយអ្នកមួយចំនួនទៀតក៏ថាដោយសារតែចំណងជើងរបស់យើងវាគួរឲ្យចាប់អារម្មណ៍ធ្វើឲ្យគេចង់មើលហើយអ្នកមួយចំនួនទៀតក៏ថាដោយសារតែគុណភាពនៃវីដេអូរបស់យើងភាពច្បាស់នៃវីដេអូរបស់យើងវាអត់មានការបែកឬក៏ពេលខ្លះក៏ប្រើកាមេរ៉ាថ្លៃៗឬក៏សំឡេងវាមានសំឡេងច្បាស់អត់រ៉ែប្រើ micro ថ្លៃៗអញ្ចឹងឬមួយក៏ដោយសារតែពន្លឺ lighting របស់យើង set up មកវាភ្លឺច្បាស់ល្អហើយនៅមានមួយចំនួនទៀតក៏គាត់ថាដោយសារតែ niche របស់យើងអត់តន់រក niche របស់យើងឃើញពួកមិនដុំដែលពួកគាត់ចូលចិត្តតាមដានវីដេអូបែបយើងអញ្ចឹងណាយើងរកអត់តន់ឃើញបានជា view របស់យើងអត់ឡើងឬក៏មានការមើលចូលទស្សនាតិចចាំបើសួរខ្ញុំវិញថាតាមគំនិតរបស់ខ្ញុំតើវីដេអូបែបណាទើបមាន view ច្រើនតើមូលហេតុអីបានវីដេអូមួយហ្នឹងវាអត់មាន viewចឹងថ្ងៃហ្នឹងខ្ញុំមកបកស្រាយតាក់ទងមួយបទពិសោធន៍ខ្ញុំផ្ទាល់ហើយអីដែលខ្ញុំបានស្រាវជ្រាវ explore ខ្ញុំបានពិសោធន៍ទៅលើវីដេអូមួយចំនួនរបស់ខ្ញុំដែលខ្ញុំបានសាកល្បងធ្វើវាក្នុងចំណោមដែលគេលើកឡើងខាងលើទាំងអស់ហ្នឹងថាតើវីដេអូប្រភេទណាដែលមានអ្នកមើលច្រើនជាងគេអញ្ចឹងយើងតាមទាំងអស់គ្នាសួស្តីទាំងអស់គ្នាសូមស្វាគមន៍មកការរៀននិយាយ podcast episode ទី15ហើយនិយាយតាក់ទងជាមួយថាតើហេតុអ្វីបាន YouTube ហ្នឹងវាពេលខ្លះមាន view តិចពេលខ្លះមាន view ច្រើនហើយវីដេអូប្រភេទបែបណាទើបមានគេ view ច្រើនចឹងទៅហើយធ្វើម៉េចបានឡើង viewចឹងអានឹងដូចខ្ញុំលើកឡើងមកពីខាងដើមចឹងមូលហេតុជាច្រើនដែលខ្ញុំបានស្រាវជ្រាវវាបាន search មើលថាតើហេតុអ្វីបានជាវីដេអូខ្លះធម្មតាប៉ុន្តែវាមាន view ច្រើនហើយពេលខ្លះទៀតវីដេអូដែលល្អអត់មាន view ច្រើនទេអញ្ចឹងមូលហេតុទាំងអស់ហ្នឹងក៏វាជាការរួមចំណែកនៃការ view របស់យើងឡើងតិចឬច្រើនផងដែរអីដែលខ្ញុំបានលើកឡើងខាងលើអញ្ចឹងទីមួយខ្ញុំចង់និយាយតាក់ទងជាមួយនឹង thumbnail របស់យើងអញ្ចឹងមាន YouTuber ល្បីៗជាច្រើនដែលគាត់បានលើកឡើងថា thumbnail ពិតជាសំខាន់ដោយសារតែវាជាផ្នែកខាងក្រៅដំបូងគេដែលអ្នកមើលគាត់ឃើញអញ្ចឹងវាដូចទៅលើ YouTube អញ្ចឹងអ្វីដែលវាបង្ហាញយើងមុនគេដល់ពេលដែលយើងបើកវាមកនៅលើ platform YouTube ហ្នឹងវាឲ្យយើង scroll មើល algorithm របស់ YouTube អីដែលយើងចូលចិត្តមើលហ្នឹងវាដូចជាដាក់បើយើងឧទាហរណ៍ទៅលើទីផ្សារអញ្ចឹងវាដូចជាដាក់ទំនិញដាក់លក់អញ្ចឹងដាក់លក់មានច្រើនមានគេអ្នកខ្លះលក់ទំនិញដូចគ្នាប៉ុន្តែថាតើផលិតផលរបស់គាត់ក៏ដាក់តាំងដាក់នឹងមកវាគួរចាប់អារម្មណ៍អត់អញ្ចឹង thumbnail ដូចគ្នាអញ្ចឹងបើសិនជាយើងធ្វើមកតាក់ទាញគេចង់ចុចមើលវីដេអូរបស់យើងហើយអញ្ចឹងនឹងតាក់ទងមួយទៀតដែលខ្ញុំនិយាយពីចំណងជើងគឺក៏វាសំខាន់ដែរវាដើរតួសំខាន់ដែរនៅក្នុងការបង្ហាញនៅលើវីដេអូយើងនៅទំព័រមុខដូចជា thumbnail ដែរអ្នកខ្លះគាត់អត់បានមើល thumbnail អ្នកខ្លះគាត់មិនបាន design អីល្អដែរប៉ុន្តែចំណងជើងគាត់គេ search មកបណ្ដោយគេ search មកឃើញគេ search មកគឺចង់ដឹងពីអ្វីមួយគេ search មកឃើញតាមចំណងជើងនឹងឯង search នៅអ្វីដែលយើងចង់រកអញ្ចឹងអាហ្នឹងក៏វាសំខាន់មួយដែរក៏ប៉ុន្តែនៅមានចំណុចជាច្រើនទៀតទៅពេលដែលយើងចុចមើលចំណងជើងហ្នឹងហើយមិនមែនមានន័យថាយើងប្រើចំណងជើងហ្នឹងមានតែមួយយើងលើលោកនេះណាអ្នកខ្លះគាត់មានវីដេអូដូចស្តៀងនឹងយើងដែរប៉ុន្តែគ្រាន់តែខុសចំណងជើងគ្នាបន្តិចតួចចឹងទេប៉ុន្តែអីដែលយើងគេចង់ចុចមើលហ្នឹងគឺទៅពេលដែលគេឧទាហរណ៍ពេល click របស់យើងមុនគេឃើញចំណងជើងត្រូវនឹងគេ search មុនហើយគេ click ចូលមើលទៅពេលដែលយើងគេមើលវីដេអូយើងទៅមើលទៅអត់ត្រូវទេអត់ដូចអីដែលគេចង់មើលទេអត់បានអ្វីមកវិញណាពេលមើលទៅមានវីដេអូហ្នឹងវាអត់និយាយអ្វីទៅនឹងគេចង់បានណាចឹងគេចុចមើលអ្នកផ្សេងមួយទៀតហើយចូលគេចុចផ្សេងទៀតទោះបីជាចំណងជើងគេអត់ដូចអ្វីដែលអ្នកគាត់ search នឹងឃើញប៉ុន្តែក្នុងអត្ថន័យវីដេអូរបស់គេហ្នឹងគឺវាមានផ្ដល់នៅអ្វីដែលគេចង់ដឹងចង់ឮចឹងណាចឹងអាហ្នឹងគេអាចបន្តមើលដល់ចប់ទៀតចឹងមិនត្រឹមតែ thumbnail មិនត្រឹមតែចំណងជើងឥឡូវយើងចូលមកដល់ niche វិញ niche ហ្នឹងតាក់ទងនឹងអ្នកមើលហ្នឹងហើយទៅពេលតែគាត់ click វីដេអូរបស់យើងមើលហ្នឹងហើយគាត់ថាហ្នឹងវាត្រូវហើយម្នាក់ហ្នឹងនិយាយភាគច្រើនវីដេអូរបស់គាត់និយាយត្រូវនឹងអីដែលគាត់ចង់ដឹងចង់ឮហ្នឹងហើយចឹងគាត់ប្រហែលជាអាចនឹងតាមដានវីដេអូម្នាក់ហ្នឹងរហូតហើយចឹងអានេះយើងនិយាយតាក់ទងជាមួយនឹង role niche របស់យើងត្រូវ niche ហ្នឹងអ្នកទស្សនាដែរដូចយើងអាចនិយាយបានថាជា fan របស់យើងណាទៅចូលចិត្តមើលវីដេអូបែបដែលយើងធ្វើទាំងអស់ហ្នឹងណាចឹងអាហ្នឹងក៏អាចនៅជាប់ជាមួយយើងរហូតដែរក៏ប៉ុន្តែយើងមិនប្រកាសថាយើងអាចរក niche ហ្នឹងបានច្រើនទេដោយសារតែយើងវាជា YouTuber ទូចមួយនៅក្នុងចំណោម YouTuber ល្បីៗជាច្រើនទៀតអញ្ចឹងបើសិនជាវីដេអូរបស់គេច្បាស់ជាងវីដេអូរបស់គេឮសំឡេងល្អជាងហើយគុណភាពវីដេអូរបស់គេមើលមកមានការតាក់ទាញជាងអាហ្នឹងគេទៅមើលអ្នកផ្សេងទៀតហើយអញ្ចឹងយើងត្រូវបានជ្រុះ niche របស់យើងត្រូវបានទៅតាមគេអ្នកផ្សេងទៀតហើយយើងចូលមកដល់អាហ្នឹងវាជា video quality ជាគុណភាពវីដេអូរបស់យើងអញ្ចឹងបើសិនជាអ្នកផ្សេងហ្នឹងគាត់អាចមានលទ្ធភាពមានលុយទិញកាមេរ៉ាមានលុយទិញ microphone មាន lighting set up អីរបស់គាត់គួរចង់មើលវាតាក់ទាញហើយថែមទាំងក្នុងវីដេអូរបស់គាត់ហ្នឹងមានអត្ថន័យល្អទៀតអញ្ចឹងប្រហែលជាគេទៅមើលអ្នកហ្នឹងទៀតហើយចាហ្នឹងទាំងអស់ហ្នឹងឃើញថាវាដើរតួនាទីសំខាន់ទាំងអស់នៅក្នុងការធ្វើឲ្យ view របស់យើងកើនឡើងគឺមូលហេតុទាំងអស់ហ្នឹងហើយខ្ញុំមិនអាចនិយាយបានថាជាមូលហេតុមួយណាជាក់ស្ដែងជាក់លាក់មួយទេអញ្ចឹងខ្ញុំលើកឡើងម្ដងមួយហើយបកស្រាយថាទាំងអស់ហ្នឹងវាពិតជាធ្វើឲ្យ view របស់យើងឡើងមែនឬអត់អញ្ចឹងវាអាចធ្វើមែនប៉ុន្តែលុះត្រាតែយើងរកអ្វីដែលយើងចូលចិត្តធ្វើអ្វីដែលយើងគិតថាវា work សម្រាប់យើងវាមានសក្ខភាពសម្រាប់យើងនៅពេលដែលយើងព្យាយាមពិសោធន៍ទៅលើវាហើយអញ្ចឹងជាក់ស្ដែងដូចខ្ញុំអញ្ចឹងខ្ញុំគិតថា thumbnail ក៏ដើរតួព្រោះអីវីដេអូខ្ញុំក៏ខ្ញុំបានតេស្តដែរវីដេអូខ្លះខ្ញុំអត់ដាក់ thumbnail ទេអញ្ចឹង view វាក៏អត់សូវបានច្រើនដែរហើយវីដេអូខ្លះក៏ខ្ញុំដាក់ thumbnail មើលទៅក៏វាឡើង view ប៉ុន្តែក៏មានវីដេអូមួយចំនួនទៀតទោះបីជាដាក់ thumbnail ហើយតាក់ទាញអីក៏អត់មានអ្នកមើលដែរអញ្ចឹងវាទាំងអស់ហ្នឹងគឺសិតតែយើងអត់ដឹងថាជាក់ច្បាស់មួយណាទេអញ្ចឹងសំខាន់លើយើងព្យា
យាមពិសោធន៍ទៅលើវាទាំងអស់ហ្នឹងគ្រប់វិធីសាស្ត្រទាំងអស់ដែលខ្ញុំបានលើកឡើងហ្នឹងខ្ញុំផ្ទាល់ក៏ខ្ញុំកំពុងតែពិសោធន៍ដែរហើយពិសោធន៍ក៏អត់តាន់អស់ដែរអញ្ចឹងខ្ញុំអាចថា confirm ថាមួយណាដែលវាពិតជាធ្វើឲ្យ view របស់យើងឡើងដែរអញ្ចឹងក្នុងនាមយើងជាអ្នកដែលផលិតវីដេអូនៅក្នុង YouTube ទូចមួយអញ្ចឹងយើងអាចធ្វើឲ្យគ្រប់គោលការណ៍ទាំងអស់ធ្វើឲ្យគ្រប់លក្ខខណ្ឌទាំងអស់ប៉ុន្តែអីដែលយើងអាចធ្វើបានគឺយើងធ្វើតាមនឹងទៅដូចជាការ design thumbnail អីចឹងបើមិនយើងអត់ចេះយើងព្យាយាមរៀនទៅពេលខ្លះវាអាច professional បានស្អាត perfect ទេប៉ុន្តែក៏វាអាចមើលទៅទទួលយកបានដែរដោយសារឥឡូវមាន website ច្រើនណាស់ដែលគេឲ្យយើងដាក់ free យើងមិនបាច់ចាំមានការទៅរៀនក៏យើងអាចរៀនតាម YouTube មើលវីដេអូដែលរបៀបគេធ្វើនឹងបានដែរសម្រាប់អ្នកអត់ចេះសោះក៏អាចធ្វើបានដែរដោយសារតែមាន platform មួយ Canva ខ្ញុំក៏ធ្វើតាមនឹងដែរ thumbnail អីយើងគ្រាន់តែ download template របស់គេសាប់ៗហ្នឹងហើយដាក់ទៅរូបយើងចូលមកកែអក្សរតិចតួចបានហើយ thumbnail មើលទៅក៏វាតាក់ទាញមួយដែរហើយមួយទៀតតាក់ទងមួយចំណងជើងខ្ញុំក៏ចាប់អារម្មណ៍ទៅលើចំណងជើងដែលខ្ញុំបានធ្វើបង្កើតឡើងមកដែរចំណងជើងវីដេអូចាស់ៗរបស់ខ្ញុំហ្នឹងបើខ្ញុំនិយាយពីចំណងជើងតាក់ទងជាមួយការគិតរបស់ខ្ញុំឬក៏ពីអីមួយដែលខ្ញុំចង់និយាយគឺអត់សូវមានអ្នកមើលទេតែបើសិនជាខ្ញុំដាក់ក្នុងហ្នឹងជាវិធីសាស្ត្រឬក៏កលឹះគឺជាមូលហេតុអីចឹងទៅដើម្បីដោះស្រាយបញ្ហាអីមួយគឺមានអ្នកមើលច្រើនវិញឧទាហរណ៍ដូចជាវីដេអូមួយរបស់ខ្ញុំគឺដែលខ្ញុំនិយាយតាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការយកឈ្នះការបែកអារម្មណ៍អីចឹងគឺមានអ្នកមើលច្រើនដោយសារអីគេចង់ដឹងគេដឹងថាគាត់នឹងរាល់ថ្ងៃនេះកំពុងតែបែកអារម្មណ៍ហ្នឹងឯងអញ្ចឹងគាត់ចង់ដឹងគាត់ក៏ click មើលវីដេអូហ្នឹងទៅហើយខ្ញុំគិតថាthumbnail ហ្នឹងក៏វាយោងដែរតែខ្ញុំអត់បាន clarify ថាតើមួយណាឲ្យវាច្បាស់ថាវីដេអូខ្ញុំបែបនេះនឹងមានអ្នកមើលច្រើនឬក៏មកពី thumbnail ឬក៏មកពីចំណងជើងឬក៏មកពីអីទេក៏ប៉ុន្តែក៏ខ្ញុំរមូលហេតុមួយទៀតដែលជារួមរបស់ YouTuber ល្បីៗរបស់ content creator ជាច្រើនដែលគាត់បង្កើតមាតិកាស្តៀងគ្នាដូចជាខ្ញុំចង់ធ្វើដែរហ្នឹងទាក់ទងមួយការអប់រំហ្នឹងគឺវីដេអូដែលមាន value គឺពួកគាត់សុទ្ធតែជាអ្នកផលិតវីដេអូដែលមាន value ហ្នឹងតាក់ទងជាមួយនឹងការតម្លៃឬក៏ទីជាអត្ថប្រយោជន៍ជាដំណោះស្រាយអីចឹងទៅផ្ដល់ប្រយោជន៍ឲ្យអ្នកមើលឲ្យតែវីដេអូហ្នឹងវាផ្ដល់ប្រយោជន៍អីឲ្យទៅអ្នកមើលគឺគេចង់មើលហើយអញ្ចឹងអាហ្នឹងហើយវាជាខ្ញុំគិតថាហ្នឹងវាធំជាងគេបង្អស់ប្រយោជន៍នៅក្នុងវីដេអូហ្នឹងតើតែក្នុងវីដេអូហ្នឹងគេតាក់ទាញមែននៅខាងមុខមានតែ thumbnail មានចំណងជើងអីចឹងតាក់ទាញមែនតែបើ click ចូលមើលហើយវីដេអូនោះអត់មានអត្ថន័យអត់មានប្រយោជន៍អីឲ្យគេអ្នកមើលវិញក៏គេអត់ចុចមើលវីដេអូយើងដល់ចប់ដែរអញ្ចឹងគេមិនចេះតែមើលវីដេអូយើងទេទៅអីដោយសារតែ platform YouTube មិនជា TikTok ទេ scroll មកឃើញរហូតទេមិនគឺ platform របស់ YouTube តើតែគេពេញចិត្តបានគេ click ទៅមើលវីដេអូហ្នឹងដោយសារតែវាមានវីដេអូរយៈពេលរៀងវែងដែរអញ្ចឹងគេអាចទៅចំណាយពេលចេះតែមើលនេះទៅផ្ដាស់ទេអញ្ចឹងបើសិនជាគេចង់មើលហើយគឺគេចង់បានអីវិញហើយពីក្នុងវីដេអូមួយហ្នឹងអញ្ចឹងសរុបមកសម្រាប់ខ្ញុំការយល់ឃើញរបស់ខ្ញុំអត់អាច confirm ខ្ញុំអាចថាច្បាស់ថាហ្នឹងវាជាមូលហេតុដែលធ្វើឲ្យឡើង view មែនទេដោយសារតែខ្ញុំក៏ជាអ្នកកំពុងតែស្រាវជ្រាវកំពុងតែធ្វើការពិសោធន៍ទៅលើចំណុចទាំងអស់ហ្នឹងដែរហើយក៏អត់មាននៅការ set up អត់មាននៅ microphone ថ្លៃឬក៏កាមេរ៉ាអីច្បាស់ដែរគឺខ្ញុំប្រើតាមទូរស័ព្ទទេអញ្ចឹងទៅបើនិយាយតាក់ទងមួយ quality ក៏វាមិនសូវច្បាស់អីណាដែរអញ្ចឹងក៏ខ្ញុំគិតថាបើសិនជាគេសម្រាប់គេដែលគេមានលុយស្រាប់គេមានអី set up ហ្នឹងដូចមានអារម្មណ៍ថាគេដើរមកចំណុចទៀតហើយគេដើរហួសយើងមកជំហានហើយហ្នឹងសម្រាប់តែគាត់ទូធាគាត់មានបាត់ចិត្តទិញគ្រឿងទាំងអស់ហ្នឹងអញ្ចឹងអាហ្នឹងក៏វាជាការតាក់ទាញមួយដែរអញ្ចឹងគាត់ដើរទៅមុខយើងមកជំហានតិចដែរប៉ុន្តែអ្វីដែលយើងគួរតែមានការអាចថាជាការប្រកួតប្រជែងនៅក្នុងវីដេអូហ្នឹងគឺអត្ថន័យអត្ថប្រយោជន៍នៅក្នុងវីដេអូរបស់យើងតែយើងជួយអីខ្លះដល់អ្នកទស្សនាហ្នឹងឯងគឺជារួមមកខ្ញុំចង់និយាយតាក់ទងមួយវីដេអូដែលមានអត្ថន័យដែលជួយដល់អ្នកមើលហ្នឹងឯងតែគេពេលមើលវីដេអូយើងបានប្រយោជន៍អីខ្លះពីវីដេអូយើងអញ្ចឹងគេអាចចេះតែមើលយើងទេយើងក៏មានអ្នកល្បីគេស្គាល់អីដែរអញ្ចឹងតើវីដេអូយើងមានប្រយោជន៍បានគេមើលអញ្ចឹងបានគេតាមដានយើងរហូតអញ្ចឹងអូខេសរុបមកចំណុចទាំងអស់ខាងលើដែលខ្ញុំបានលើកឡើងហ្នឹងគឺវាអាចថាវាត្រូវទាំងអស់ប្រតិគ្នាទាំងអស់ក៏ប៉ុន្តែស្រេចទៅលើអ្នកទាំងអស់គ្នាដំបូងឡើយយើងអត់ទាន់ដឹងច្បាស់ថារបស់យើងប្រើត្រូវជាមួយនឹងមួយណាដែលខ្ញុំលើកឡើងហ្នឹងគឺយើងអាចព្យាយាមធ្វើម្ដងមួយឬក៏ពេលខ្លះបូកវាចូលគ្នាអញ្ចឹងអាស្រ័យទៅលើការច្នៃប្រឌិតរបស់យើងទេអញ្ចឹងព្យាយាមតេស្តអ្វីដែលខ្ញុំបានលើកឡើងហ្នឹងបើសិនជាអត់តន់ដឹងសោះអញ្ចឹងព្យាយាមតេស្តម្ដងមួយតាមតែការគិតរបស់អ្នកទាំងអស់គ្នាទៅគិតថាមួយណាវា work សម្រាប់អ្នកទាំងអស់គ្នាបន្តធ្វើវាហ្នឹងទៅអូខេអញ្ចឹងសង្ឃឹមថាវីដេអូរបស់យើងទាំងអស់គ្នាហ្នឹងមានការឡើង view ហើយនឹងធ្វើវីដេអូដែលមានគុណភាពដល់ជាប្រយោជន៍ឲ្យអ្នកទស្សនារបស់យើងអញ្ចឹងអូខេ podcast ថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងអញ្ចឹងជួបគ្នានៅ episode ក្រោយបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like subscribe ហើយវីដេអូក្រោយខ្ញុំនិយាយតាក់ទងជាមួយនឹង subscriber ម្ដងអញ្ចឹងជួបគ្នានៅ episode ក្រោយបាយ